ដោយបង្គោល Q Helios បាទមកពីបារាំងថែមចាប់គ្រាទាត់ជើងក្រោមពីសរតចាក់ជង្គង់មួយទៀតពីបង្គោល Q បាទលោកអញ្ញាកណ្ដាលក៏បំបែងទាត់ឆ្វេងពី Helios ទាត់ស្ដាំមួយទៀតប្រកួតបាន15ដងប៉ុន្តែសមត្ថភាពរបស់គាត់គឺមិនធម្មតាបាទទាត់ស្ដាំមួយអាយ៉ូបង្គោលស 1 2 3 4 5អូបាទអត់ទេមិនអាចបន្តការប្រកួតបានទេសម្រាប់បាទគឺសរតនៅចូលរន្ទះជើងការទាត់របស់ Helios កីឡាករបារាំងបាទធ្វើឲ្យបាទសរតនឹងគឺអស់ចំហដួលបាត់មាត់បាត់កតែម្ដងអូបាទណែ Helios នេះអាចនឹងបើយើងគិតគូតដំបសងទៅអាចនៅសល់គឹមវាសនាមួយទៀតអាចប៉ះបានទេបាទបាទចឹងជឿជាក់ថាគឹមវាសនាកំពុងតែទស្សនានៅគេដ្ឋានដែរគឹមវាសនាក៏អាចថាចង់សងសឹកឲ្យសិស្សប្អូនរបស់គាត់ដែរព្រោះនៅក្លឹបជាមួយគ្នាបាទហើយបងមូលនីនៅក្បែរខ្ញុំគាត់ប្រាប់អញ្ចឹងមកដែរអូបាទអូបាទចឹងចូលរួមសោកស្ដាយសរតប៉ុន្តែកីឡាគឺបែបនេះមានចាញ់មានឈ្នះគឺជារឿងធម្មតាបាទចប់ពីការប្រកួតទៅបាទគឺជាបងប្អូនជាគ្រួសារនៃកីឡាដូចគ្នាហើយយើងបានឃើញបាទគឺ Helios គាត់បានទៅបាទសុំទោសអធិស្ឋានដែរបាទនេះអរគុណទៅដល់ការប្រកួតអរគុណ Helios អរគុណទៅដល់សរតហេតុតែទឹកចិត្តក្តីស្រឡាញ់ជាមួយនឹងគុណខ្មែរឈប់មករយៈហើយត្រឡប់មកវិញបាទបានថាគាត់អត់ទៅណាឆ្ងាយគាត់ឈប់មិនតែគាត់នៅតែនៅក្នុងរង្វង់បាទគុណខ្មែរដដែលទេបាទហើយរូបភាពបង្ហាញឲ្យបាញ់មិញគឺ promoter បាទគឺលោកបាងកញ្ញៈគាត់ញញឹមហើយគាត់បានប្រាប់ថានឹងមានកីឡាករល្អៗមកប៉ះកីឡាករគុណខ្មែរយើងច្រើនបន្តទៀតឲ្យកីឡាករគុណខ្មែររបស់យើងព្យាយាមវឹកហាត់បន្ថែមបាទនេះយើងទស្សនារូបភាពត្រង់នេះបាទរន្ទះជើងព្យុះសមុទ្រស្ដាំរបស់កីឡាករបារាំងអូយបាទអាចថាគាត់នេះគាត់ម៉ាត់ដៃឆ្វេងស្ដាំហើយទៅប៉ុន្តែដៃធ្លាក់នេះយើងទស្សនាម្ដងហើយម្ដងទៀតដើរចូលទៅបាត់ដៃឆ្វេងរបស់គាត់អូបាត់ដៃឆ្វេងនេះគាត់បំរុងថានឹងត្រកងចាប់បាទគាត់គិតថាកីឡាករបារាំងនេះគឺគាត់ទាត់បាពាក់កណ្ដាលខ្លួនឬក៏ទាត់ចង្កេះប៉ុន្តែមានណាបាទគាត់ទាត់លើនេះដើរចូលបាទពីកីឡាកររឿងសរតដំបូងឡើយគឺគាត់ចូលព្យាយាមបាទប្រើបច្ចេកក្តាប់ដៃនេះអូយបាទត្រង់នេះគឺថាចូលរៀងចុងជើងបាទអត់សូវពេញស្មងផងបើថាពេញស្មងនេះគឺថាកាន់តែណែនបាទកាន់តែគ្រោះថ្នាក់ជាងនេះបន្តទៀតបាទយើងទស្សនារូបភាពបាទប្លង់ត្រង់នេះបាទឆ្ងាញ់មែនទែនបាទមួយជើងនេះគឺធ្លាក់ដៃធ្លាក់ឃុំ